សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរយើងមកធ្វើឆាត្រីរ៉ស់ជាមួយនឹងឃ្លោកហើយមុខម្ហូបមួយមុខនេះរៀងប្លែកបន្តិចព្រោះពុកម៉ែបងប្អូនមួយចំនួនក៏មិនដឹងទេថាគេយកត្រីរ៉ស់នឹងមកឆាជាមួយឃ្លោកឆ្ងាញ់ប៉ុណ្ណាប៉ុន្តែសម្រាប់គ្រួសាររបស់អ្នកខ្ញុំគឺចូលចិត្តខ្លាំងណាស់ឲ្យតែមានឃ្លោកគឺដឹងតែទិញត្រីរ៉ស់យកមកឆាហើយអ្នកទាំងអស់គ្នាហើយនាងខ្ញុំក៏មកអាននៅរឿងស្នេហាខុសភពជាបន្តទៀតដែរណាកាលពីភាពមុនយើងនិយាយដល់ចរណៃឡើងទៅលើដើមឈើជាមួយនឹងវឌ្ឍនាហើយចរណៃក៏និយាយទៅវឌ្ឍនានេះលោកនៅមិនទាន់សមនឹងខ្ញុំទៀតមែនទេវឌ្ឍនាក៏ស្រដីតបថាត្រូវហើយខ្ញុំនៅមិនទាន់សមនៅឡើយទេកំពុងតែនិយាយជាមួយវឌ្ឍនាចរណៃមើលទៅកូនចាប់ហើយក៏និយាយទៅកូនចាប់ថាកូនចាប់នេះគួរស្រឡាញ់ដល់ហើយនរៈសង្ហាឃើញចរណៃនិយាយទៅកូនចាប់ទាំងទឹកមុខញញឹមស្រស់ធ្វើឲ្យវឌ្ឍនាសម្លឹងមុខចរណៃមិនដាក់ភ្នែកព្រោះចរណៃធ្វើទឹកមុខបែបនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់ក្រោយពីលួចសម្លឹងចរណៃហើយវឌ្ឍនាក៏និយាយទៅកាន់ចរណៃបានហើយខ្ញុំចុះទៅវិញហើយចរណៃក៏ស្រដីតបចាស់ប្រយ័ត្នប្រយែងណាលោកប្រយ័ត្នធ្លាក់ដឹងហើយខ្ញុំចេះប្រយ័ត្នហើយអ្នកនាងកុំបារម្ភអីនិយាយមិនទាន់ផុតមាត់ផងវឌ្ឍនាក៏ជន់ជើងចាប់មេឈើពុកធ្វើឲ្យមេឈើបាក់ហើយវឌ្ឍនាក៏ធ្លាក់តែម្ដងទៅប៉ុន្តែសំណាងណាស់គឺចរណៃបានហោះមកចាប់វឌ្ឍនាពន់ចរណៃចាប់អោបចង្កេះវឌ្ឍនាដែលកំពុងតែធ្លាក់មកក្រោមដៃរបស់យើងអោបចង្កេះវឌ្ឍនាយ៉ាងណែនហើយក៏ចុះមកដល់ដីតាមគំរូលខ្លួននរៈសង្ហាដេកនៅលើដីចំណែកចរណៃគឺនៅពីលើវឌ្ឍនាតែម្ដងទាំងពីរនាក់សម្លឹងមើលមុខគ្នាយ៉ាងយូរហើយបេះដូងរបស់វឌ្ឍនាលោតយ៉ាងខ្លាំងព្រោះគេចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍ចរណៃទៅហើយចំណែកឯចរណៃស្រីក៏ដូចគ្នានាងសម្លឹងមើលមុខវឌ្ឍនាយូរទៅគឺធ្វើឲ្យបេះដូងរបស់នាងលោតញាប់យ៉ាងខ្លាំងព្រោះក៏យ៉ាងស្រីក៏លងនឹងសម្រស់របស់វឌ្ឍនាដូចគ្នាក្រោយពីសម្លឹងមុខគ្នារួចចរណៃក៏សួរទៅនរៈថាលោកមិនកើតអីទេមែនទេនរៈក៏ឆ្លើយតបថាខ្ញុំមិនអីទេអរគុណហើយដែលបានជួយនិយាយរួចទាំងពីរនាក់ក៏ងើបចេញពីគ្នារៀងខ្លួនចំណែកឯគុន្ធានៅតែបន្តការសង្ស័យទៅលើមង្គលដដែលគុន្ធាបានទៅផ្ទះរបស់មង្គលម្ដងទៀតដោយមិនប្រាប់ឲ្យមង្គលបានដឹងឡើយទៅដល់ផ្ទះរបស់មង្គលហើយគុន្ធាក៏ចាប់ផ្ដើមដើរមើលតាមបន្ទប់របស់មង្គលចៃដន្យនាងក៏បានឃើញមង្គលហើយនឹងកូនចៅកំពុងតែពិនិត្យតាមនាងឃើញបែបនោះគុន្ធាក៏បានទាញទូរស័ព្ទដៃយកមកថតនៅសកម្មភាពរបស់ពួកគេពេលនោះមង្គលបានក៏លេចឃើញគុន្ធាកំពុងតែកាន់កាមេរ៉ាមង្គលក៏ស្រែកទៅគុន្ធាថាគុន្ធាអូនកំពុងធ្វើអីហ្នឹងពេលនោះនាងភ័យយ៉ាងខ្លាំងហើយក៏បានស្ទុះរត់ចេញទៅយ៉ាងលឿនចំណែកឯមង្គលនិងកូនចៅក៏បានរត់ដេញតាមរីឯគុន្ធានាងក៏បានរត់ឡើងឡានហើយក៏បើកឡានចេញទៅយ៉ាងលឿនចំណែកមង្គលឃើញគុន្ធាបើកឡានចេញទៅគេក៏ខត់កូនចៅរបស់គេថាបានហើយមិនបាច់តាមនាងទេទុកឲ្យយើងជាអ្នកដោះស្រាយនេះមង្គលនិយាយរួចហើយគេក៏ឡើងបើកឡានចេញកម្ដៅទៅហាងរបស់គុន្ធាចំណែកឯគុន្ធាពេលបើកឡានទៅដល់ផ្ទះនាងបានចុះពីឡានហើយក៏ដើរចូលទៅក្នុងបន្ទប់គុន្ធាបានដោះមេម៉ូរីពីក្នុងទូរស័ព្ទដៃហើយយកទៅលាក់នៅក្នុងកន្លែងមានសុវត្ថិភាពមួយកំពុងតែលាក់មង្គលក៏បើកឡានមកដល់ហើយដើរសម្ដៅទៅបន្ទប់របស់គុន្ធានេះមង្គលគោះទ្វារហើយនិយាយទៅកាន់គុន្ធាមិនអានគុន្ធាអូននៅក្នុងបន្ទប់មែនទេពេលលើនេះមង្គលសួរបែបនេះគុន្ធាភ័យយ៉ាងខ្លាំងនាងក៏មិនទាន់ហ៊ានបើកទ្វារនៅឡើយទេនេះមង្គលក៏និយាយបន្តទៀតថាគុន្ធាឆាប់បើកទ្វារឲ្យបងទៅបងមិនធ្វើអីអូននេះទេគុន្ធានៅតែមិនដាច់ចិត្តបើកទ្វារទៀតហើយមង្គលក៏ស្រែកទៅគុន្ធាម្ដងទៀតថាគុន្ធាអូនកុំភ័យអីបងស្រឡាញ់អូនបងមិនធ្វើបាបអូនទេអូនឆាប់ចេញមកពេលនោះគុន្ធាក៏សម្រេចចិត្តថាបើកទ្វារឲ្យមង្គលពេលឃើញគុន្ធានាងបើកទ្វារមង្គលក៏និយាយទៅកាន់គុន្ធាថាតើអូនមិនអីទេមែនទេដែលឃើញបងធ្វើបែបនេះគុន្ធាក៏សួរទៅនាងមង្គលហេតុអីក៏បងរកស៊ីបែបហ្នឹងនេះមុខរបរសុចរិតច្រើនណាស់ហេតុអីក៏បងមករកស៊ីបំផ្លាញសង្គមជាតិបែបនេះ
នាយមង្គលក៏និយាយលួងលោមគុនធាឲ្យបងសុំទោសបើអូនឲ្យបងឈប់រកស៊ីបែបនេះបងនឹងឈប់ធ្វើដើម្បីអូនបងនឹងធ្វើតាមអូនទាំងអស់បងនឹងកែខ្លួនគុនធាចាប់ផ្ដើមចិត្តទន់បើបងព្រមកែខ្លួនអូនក៏មិនថាអីដែរប៉ុន្តែសូមបងធ្វើឲ្យបានដូចសម្ដីផងចុះបងត្រូវធ្វើឲ្យអូនឃើញថាបងពិតជាឈប់ពិតប្រាកដមែនបងសូមសន្យាថាបងនឹងឈប់រកស៊ីបែបហ្នឹងទៀតហើយបងស្រឡាញ់អូនគុនធាលងនឹងពាក្យលួងលោមរបស់នាយមង្គលអូនក៏ស្រឡាញ់បងដែរនិយាយរួចហើយពួកគេក៏អោបគ្នាទៅអោបគ្នារួចហើយនាយមង្គលក៏និយាយទៅកាន់គុនធាបងឃ្លានហើយតោះយើងឆាប់ទៅរកអីញ៉ាំទៅហើយគុនធាក៏យល់ព្រមទៅជាមួយនាយមង្គលរួចពួកគេក៏ឡើងឡានបើកចេញទៅដល់ហាងស្រាមួយកន្លែងមង្គលហើយនិងគុនធាក៏បានទៅអង្គុយញ៉ាំតែពីរនាក់អ្នកបម្រើក៏បានលើកម្ហូបហើយនិងស្រាយកមកឲ្យអ្នកទាំងពីរចំណែកឯគុនធាក៏និយាយទៅកាន់មង្គលអូនសូមទៅបន្ទប់ទឹកមួយផ្លែត